បាទសូមគោរពជំរាបសួរពុកម៉ែបងប្អូនប្រជាជនកម្ពុជាជាទីគោរពបាទបន្ទាប់ពីប្រមុខថ្នាក់ដឹកនាំគាត់បានចុះហត្ថលេខាកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងកូឡាឡាំពួរប្រទេសម៉ាឡេស៊ីហើយក៏បានដកទ័ពបាទអាវុធធុនធ្ងន់បាទចេញពីព្រំដែនយ៉ាងកក្រឹកកក្រែងនៅមុខនឹងអ្នកអង្គការ IOT បាទប៉ុន្តែងាកមកមើលព័ត៌មានពីខាងភៀកគីថៃសៀមវិញបាទខ្ញុំមិនទាន់ឃើញព័ត៌មានណាដែលគេព្រមព្រៀងដកទ័ពពីតំបន់ចំនួនដកអាវុធធុនធ្ងន់នៅឡើយទេប៉ុន្តែខាងកម្ពុជាយើងបានដកអាវុធធ្ងន់តាំងពីយប់បាទពាក់កណ្ដាលអាធ្រាត្របន្ទាប់ពីចុះកិច្ចព្រមព្រៀងសន្តិភាពហើយកម្ពុជាយើងពិតជាគោរពបានយ៉ាងខ្ជាប់ខ្ជួននៅបទឈប់បាញ់អន្តរជាតិប៉ុន្តែខាងភៀកគីថៃគឺមិនទាន់បានអនុវត្តនៅឡើយទេបងប្អូនសូមតាមដានព័ត៌មានបន្តទៀតបាទ